ក្នុងរជ្ជកាលមហាចៅអធិរាជិនីជាអ្នកក្រុងរាជបុរសមានតួនាទីស្អាតដូចបុប្ផារីឯស្ត្រីមានតួនាទីច្បាំងគ្នាអ្នកប្រហែលជាគិតថាការដណ្ដើមអំណាចក្នុងវាំងគឺតឹងតែងណាស់តែតាមពិតការដណ្ដើមអំណាចក្នុងវាំងគឺចង់តែស្លាប់រាល់ជំហានក្រាបទូលព្រះនាងបញ្ជីឈ្មោះបុរសសង្ហាត្រូវបានរៀបចំរួចរាល់ហើយមានបុរសដែលមានសម្រស់លើសគេចំនួន18នាក់យើងមិនចង់ជ្រើសរើសបុរសទេយើងគ្រាន់តែចង់ចូលនិវត្តន៍ប៉ុណ្ណោះលោកគ្រូធំមានបន្ទូលថាបើព្រះនាងមិនបន្តពូជពងទេលោកនឹងបោកក្បាលសម្រាប់ខ្លួននៅមុខវិមាននេះទុកឲ្យគាត់បោកទៅយើងនឹងរកស្រណាដែលរឹងមាំបំផុតសម្រាប់គាត់ក្រាបទូលព្រះនាងមន្ត្រីទាំងអស់ក្នុងរាជវាំងកំពុងសង្ស័យថាព្រះនាងមិនកើតនរណាថាយើងមិនកើតគឺគ្រប់គ្នាតែម្ដងជ្រើសរើសឲ្យយើងភ្លាមម្នាក់ទៀតហាសក្រាបទូលព្រះនាងនេះដល់អ្នកទី17ហើយពួកគេម្នាក់សំបីតែគ្រាប់ឈូកដែលយើងកំពុងស៊ីក៏ឆ្ងាញ់ជាងសម្រាប់ពួកគេដែរម្នាក់នេះឈ្មោះសិនចៅនាងជាកូនប្រុសរបស់មន្ត្រីជាប់ទោសសុកចិត្តចូលវាំងធ្វើជាអ្នកបម្រើដើម្បីលាងទោសតើវាជាស្អីហ្នឹងគេថានៅក្នុងវាំងមានអាហារនិងកន្លែងស្នាក់នៅឥតគិតថ្លៃទើបគេមកឯងដឹងទេថាចូលក្នុងវាំងយើងនឹងត្រូវធ្វើអ្វីខ្លះគឺបម្រើព្រះនាងមើលទៅដូចឯងនឹងសំនឹងបម្រើយើងដែរឬខ្ញុំមានស្នាដៃធ្វើម្ហូបយ៉ាងពូកែស្អីគេខ្ញុំចេះធ្វើម្ហូបព្រះនាងជ្រើសរើសពួកអ្នកចេះតែដេញដំតន្ត្រីមកធ្វើអីតើពួកគេអាចធ្វើឆាដំឡូងបារាំងរសជាតិហេរជូរឲ្យព្រះនាងសោយបានទេពួកគេធ្វើមិនបានទេតែខ្ញុំធ្វើបានហេល្អណាស់យកម្នាក់នឹងហើយព្រះនាងគេជាកូនប្រុសរបស់មន្ត្រីជាប់ទោសណាយើងសម្រេចហើយគឺយកម្នាក់នេះ3ឆ្នាំហើយបងស្រីទីបំផុតខ្ញុំបានចូលក្នុងវាំងហើយអ្នកដែលធ្វើបាបបងខ្ញុំនឹងមិនឲ្យរួចខ្លួនម្នាក់ណាឡើយ